แต่ចាស់ច្រើនឆ្នាំកិច្ចបន្ថត់ទេជាមួយនឹងការរបបថ្នាំមកពីប្រព័ន្ធជំរាបទឹកខែភ្លៀងខែក្តៅយូរទៅគង់តែរបបគង់តែជ្រុះឯងជាមួយនឹងថ្នាំជញ្ជាំងនេះជាបន្ទប់នេះអញ្ចឹងគឺមើលទៅសភាពធ្ងន់ធ្ងរណាស់គឺរបបមកទាំងផ្ទាំងតែម្ដងនេះមកពីប្រព័ន្ធជំរាបទឹកមិនបានល្អវត្ថុជារបស់ឲ្យតែប្រាស់គង់តែខូចបើយើងប្រើប្រាស់យើងត្រូវតែត្រៀមចិត្តសម្រាប់ការជួសជុល Like Share Subscribe Channel YouTube ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗពីការបង្រៀននិងបង្ហាត់បង្ហាញពីបច្ចេកទេសទូទៅខ្ញុំចេះមកពីរៀនមិនមែនចេះលំមិនមែនចេះតាមគ្នារៀនតាមស្តង់ដារពីសាលាបច្ចេកទេសវគ្គ 1.5M ឈូសឆាយឈោកឆាអ្នកថាចេះតែថាអ្នកធ្វើក៏ចេះតែធ្វើសូមកុំទុកខ្លួនឲ្យនៅទំនេរនាំគ្នាទៅរៀនពីសាលាបច្ចេកទេសទាំងអស់គ្នាដើម្បីអភិវឌ្ឍសង្គមរបស់យើងនេះជាបញ្ហាដ៏ធ្ងន់ធ្ងរមួយសម្រាប់អ្នកដែលមានផ្ទះថ្មឬក៏អគារខ្ពស់បញ្ហានៅក្នុងលោកច្រើនប៉ុណ្ណាក៏ដោយតែងតែមានវិធីដោះស្រាយរបស់យើងជាមួយនឹងជញ្ជាំងគឺមានតែលេងម្សៅកំបោរជញ្ជាំងជាមួយនឹងកាវហើយបន្ទាប់មកគឺយើងវិតដាក់ម៉ូទ័រវិតមកវិតវាចូលគ្នាដូចជាស្ករត្នោតអញ្ចឹងបាទបន្ទាប់មកគឺយើងយកមកលាបបៀកជាមួយនឹងជញ្ជាំងបងប្អូនទាំងអស់គ្នាអាចធ្វើដោយខ្លួនឯងបានមិនបាច់ជួលជាងទៅធ្វើទេមានចម្ងល់ឆ្ងល់កន្លែងណាអាចឆាតមកខ្ញុំបានថតរូបផ្ញើជាសន្លឹកមកខ្ញុំនឹងជួយវិភាគឲ្យដោយមិនគិតថ្លៃទេខ្ញុំប្រាប់ខ្ញុំបង្ហាញដើម្បីឲ្យបងប្អូនយើងទាំងអស់គ្នាបានចេះបានដឹងសម្រាប់បងប្អូនយើងអ្នកចេះដឹងមានចំណេះដឹងល្អៗសូមជួយប្រាប់ខ្ញុំផងដើម្បីឲ្យខ្ញុំអភិវឌ្ឍខ្លួនបន្តទៅមុខទៀតចុច Subscribe និងសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗនេះជាលទ្ធផលដែលយើងទទួលបាន